ជួយអ្នកដទៃច្រើនពេកភ្លេចជួយខ្លួនឯងការជួយអ្នកដទៃមិនសំដៅត្រឹមតែជាលុយនោះទេគឺសំដៅជួយទាំងលុយរបស់របរសម្ភារៈកម្លាំងកាយចិត្តនិងពេលវេលាដែលទាំងអស់នេះគឺសុទ្ធសឹងតែជាធនធានសំខាន់នៅក្នុងការកសាងភាពមានបានខ្លួនកាលណាបើយើងមិនគិតយកធនធានទាំងអស់នេះមកកសាងភាពមានបានខ្លួននោះទេហើយគិតតែផ្ដល់ឲ្យទៅគេសុទ្ធសាធនោះយើងនឹងមិនមានឱកាសនឹងផ្លាស់ប្ដូរជោគជ័យឬក៏វាសនាឲ្យខ្លួនឯងបាននៅឡើយការដែលយើងមានបំណងចង់ជួយអ្នកដទៃគឺជារឿងដ៏ល្អប្រពៃថ្លៃថ្នូរណាស់ទៅហើយក៏ប៉ុន្តែបើសិនជាយើងស្ទុះចាប់ជួយគេតែម្ដងនិងជួយច្រើនពេកវាគឺជារឿងមួយដែលល្ងងទៅវិញទីមនុស្សឆ្លាតត្រូវតែជួយខ្លួនឯងមុននឹងជួយគេយើងត្រូវតែជួយខ្លួនឯងឲ្យមានស្ថិរភាពសិនយើងគឺជាក្របពូជនៃសេចក្តីល្អយើងបណ្ដោះឲ្យដោះលូតលាស់ទទួលផ្លែផ្កាចាំបេះផ្លែផ្កានោះទៅឲ្យអ្នកដទៃឧទាហរណ៍ជាងបានផ្លែស្វាយមួយរួចហើយឲ្យទៅគេស៊ីអស់តើបានអ្វីថ្មធ្វើពូជយើងត្រូវធ្វើទុកផ្លែស្វាយនោះធ្វើពូជគឺយកទៅដាំដុះចាំពេលដែលវាចេញផ្លែហើយចាំយកផ្លែទៅឲ្យគេចុះធ្វើបែបនេះធ្វើជួយគេបានច្រើនយើងត្រូវចំណាយពេលវេលាធនធាននៅក្នុងខ្លួនឬក៏កម្លាំងកាយចិត្តគំនិតនិងពេលវេលារបស់យើងកសាងជំនួយទៅខ្លួនឲ្យមានស្ថិរភាពចាំយើងជួយអ្នកដទៃធ្វើបែបនេះយើងនឹងជួយបានច្រើនជួយមិនចេះអត់ជួយមិនចេះរីស្ងួនជួយមិនក្រខ្លួននិងជួយបានយូរអ្វីទៀតផងកុំជួយអ្នកដទៃរហូតឲ្យខ្សែខ្លួនឯងព្រោះថាជនខ្លះយើងជួយច្រើនពេកទៅគឺនៅតែមិនរឹងពឹងពីព្រោះគេអាងយ៉ាងនិងគ្មានការកត់ត្រារឹងដែរក៏ប៉ុន្តែការជួយដែលប្រសើរបំផុតដែលធ្វើឲ្យគេក៏រីកចម្រើនហើយខ្លួនក៏រីកចម្រើនមិនមែនជាការជួយបែបធនធានរបស់ទ្រព្យនោះទេគឺជួយជាធនធានគំនិតគឺជួយផ្ដល់ការអប់រំបណ្ដោះបណ្ដាលបង្ហាត់ផ្ដល់យោបល់ទៅដល់ពួកគេទៅពួកគេមានសមត្ថភាពអាចរស់បានរហូតនេះគឺជាការជួយដ៏ប្រសើរបំផុតជួយខ្លួនឯងសិនមុននឹងជួយអ្នកដទៃជួយអ្វីប្រសើរជាងចំណេះមិនមានទេ